តើបងប្អូនបានកាលនេះនៅបងប្អូនមកមើលជាមួយយើងរើម៉ាស៊ីនអាคลิกបងប្អូនคลิก125បងប្អូនចឹងសម្រាប់បងប្អូនដែលគាត់អត់ដែលធ្លាប់បានរើអាคลิกចឹងយើងមកមើលវិធីដោះបាទចឹងនេះយើងដោះប្រឡងថាផ្លេតបូមទឹកបាទដើម្បីដោះឈុតផ្លេតបូមទឹកដែលជាប់ជាមួយស្លាប៉េអាខ្មៅខាងក្រោមហ្នឹងមួយដុំហ្នឹងគឺគេហៅថាស្លាប៉េបូមទឹកបាទចឹងវាមានតួនាទីសម្រាប់បើកទឹកពេលទឹកឡើងដល់កម្ដៅដែលវាត្រូវបើកឲ្យទឹករត់ឆ្លងកាត់ក្នុងស៊ូមីអញ្ចឹងណាបងប្អូនបាទហើយដែលខ្ញុំពងដោះហ្នឹងគឺវាជាផ្លេតបូមទឹកបាទដើម្បីឲ្យទឹកធ្វើចលនាបាទឆ្លងកាត់រុញទឹកឆ្លងកាត់រត់តាណាអញ្ចឹងណាបងប្អូនបាទតាមទយោដែលវាបានបែកខ្នែងអញ្ចឹងណាបាទហើយនេះយើងដោះជាឈុតចេញមកដើម្បីងាយស្រួលបាទក្នុងការយើងគុំឡើងវិញដោះឡើងវិញក៏ស្រួលដែរអញ្ចឹងបើយើងដោះអត់ដឹងទេវានឹងប្រឈមនឹងការបាក់ជាពិសេសអាទយោតូចខាងលើវាប្រឈមនឹងបាក់បើយើងទាញកាច់អត់បានទាញទាំងសំណុំវាបើហើបទាំងសំណុំវាអញ្ចឹងបងប្អូនសម្រាប់បងប្អូនដែលគាត់អត់ដែលធ្លាប់រើគឺត្រូវជាប្រយ័ត្នមែនទែនទៅលើអាទយោតូចនឹងប្រយ័ត្នបាក់អញ្ចឹងបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចេះហើយគាត់អីដែរបងប្អូនជាពិសេសសម្រាប់អ្នកគាត់ថ្មីឬក៏ទប់រៀនអត់ដែលបានរើជាមួយពណ៌អូតូបាទអញ្ចឹងបងប្អូនអាចមើលបានហើយទៅលើខ្ញុំបរៀនទូទៅគឺមុននឹងខ្ញុំប្របែកក្បាលខ្លះគឺអោយសិស្សរបស់ខ្ញុំគាត់ពវិលរតង់សិនរពងមញងកាមសិនបងប្អូនដែលហៅថាម៉ាស៊ីន4វគ្គរបស់យើងណាជាងត្រូវមើលតាកតងនឹងមញងកាមសិនម៉ូតូខ្លះវាមានពងខុសគ្នាហើយពវិលនឹងហេតុអីបានយើងពវិលដើម្បីយើងរកពីអាការៈកំហួយខូចពេលដែលម៉ូតូអត់ឆេះហ្នឹងវាមានបញ្ហាអីគេយើងត្រូវមើលហើយអានេះជាពងអសធីដែលគេឲ្យមើលកណ្ដុះរបស់ក្រុមហ៊ុនគេបានដោតទុកបាទមានអសធីហើយនៅវឡង់ភ្លើងវាមានកណ្ដុះគូសឆ្នោតមួយបាទនឹងវាមានអសធីនិងអសអេបបាទចឹងមុនដោះគឺយើងត្រូវពំវិលឲ្យត្រូវតង់ឲ្យអស់សិនចាំយើងដោះបំបែកដើម្បីយើងដឹងពីអាការៈម៉ូតូនឹងវាបញ្ហាអីគេដែលអត់ឆេះបាទចឹងពេលខ្លះវាខុសតង់បាទវាបុកស្ប៉ាប់បុកអីគឺយើងមុនដោះគឺពំវិលមួយទៀតគឺយើងត្រូវពំវិលចំណាំពេលខ្លះម៉ូតូយើងដែលធ្លាប់ដោះយើងដើម្បីយើងដឹងថាពងមញងកាមរបស់វាហ្នឹងនៅរាប់ពីឈោទៅលើឬបាញ់ទៅមុខឬបាញ់ទៅជាហៀងបាទចឹងប្រភេទម៉ូតូនីមួយៗវាខុសគ្នាអញ្ចឹងមុននឹងដោះមិនថាម៉ូតូធំម៉ូតូតូចទេគឺយើងត្រូវពវិលមើលត្រង់ឲ្យត្រូវពងសិនចាំយើងដោះបំបែកងាយស្រួលក្នុងការយើងផ្គុំឡើងវិញអញ្ចឹងណាបាទអាហ្នឹងតិចនិចនៃការរៀបម៉ូតូទេពេលយើងចេះម៉ូតូមួយហើយគឺគ្រប់ម៉ូតូទាំងអស់គឺយើងត្រូវពវិលមើលតង់មើលពងម៉ូតូណាដែលយើងអត់ដែរធ្លាប់ចេះបាទឬក៏យើងពវិលដើម្បីមើលទៅលើអាការៈរបស់វានីមួយដល់វាអត់ឆេះហ្នឹងវាបញ្ហាអីគេបានវាអត់ឆេះហើយតាកតូននឹងដងរែកបាទដងរែករបស់សប៉ាប់វាមានអក្សរ I ខាងសាំងហើយខាងអក្សរ E ហ្នឹងខាងភ្លើងបងប្អូនបាទហៅថាខាងដុំតូគីខាង I ហើយខាងភ្លើងហ្នឹងខាងស៊ីម៉ាំងអក្សរ E បាទប្រភេទដេស្ងាត់តែបងប្អូនដាក់តាមបងប្អូនដាក់ខុសគឺវាអត់ដេអត់ដើរទេបងប្អូនបាទអញ្ចឹងពេលបងប្អូនដាក់គឺចំណាំមែនតើណាបាទគឺចំណាំឲ្យច្បាស់មែនតើហើយដកដុំតួគាចាញ់គឺដុំតួគាគឺវាមានរងបាទកាវមួយដែលនៅពីក្រោមហើយបន្ទាប់មកយើងដោះពងមញងអាកាមរបស់យើងបាទប្រើអសតាន់ដើម្បីដោះហើយអាសកលកាមយើងនេះគឺគោះដើម្បីវាមានសើបន្តិចដើម្បីយើងមូលវាចេញអញ្ចឹងបងប្អូនអានេះគឺខ្ញុំដាក់វីដេអូរៀងកាត់លឿនបន្តិចដោយសារវីដេអូយើងបើអត់កាត់ទេវាយូរអញ្ចឹងយើងគោះកដាលហើយដើម្បីយើងមូលវាកដាលចេញដើម្បីយើងដោះបាទហើយនេះជាមញងកាមរបស់យើងគឺយើងត្រូវតុបហើយមូលវាចេញបាទហើយយើងដកមញងកាមនឹងចេញមកបាទហើយយើងបាញ់ប្រឡង4គ្រាប់ដែលនៅក្នុងក្របសប៉ាប់មិញហ្នឹងបាទហៅថាកណងប្រឡងត្រាំប្រេងប្រភេទនេះគឺហៅប្រឡងត្រាំប្រេងអត់ដូចពួកអាសង់យើងទេអានេះគឺវានៅក្នុងរងរបស់វាគឺដូចគ្នាវាអត់មានរងស្ពិនទេបងប្អូនគឺរងដូចគ្នាបាទរងរបស់វាគឺរងដូចគ្នាអត់មានស្ពិនដូចប្រភេទអាសង់ទ្រីមយើងទេហើយជាហៀងវាមានប្រឡងលេខ12គ្រាប់ដើម្បីយើងមូលដោះបាទវាមានបកគោលធំ4ហើយប្រឡងលេខ10ជាហៀងខាងស្ដាំម៉ូតូហ្នឹងគឺវាមាន2វែងបាទហើយយើងចាប់ដកក្បាលកន្លះរបស់យើងចេញមកដើម្បីមើលពីអាការៈរបស់វាបាទហើយថាដោយដឹងថាក្បាលកន្លះហ្នឹងមានអីខ្លះបាទហើយបន្ទាប់មកយើងដកមួយយើងមានដករងបាទដករងចេញមួយសិនហើយកោត្រូច្រវាក់អាកាមបាទហើយមានអាក់ខាងលើមានអាក់2បងប្អូនខាងលើមានអាក់ក្បាលកន្លះ2ហើយនឹងអាក់គល់សមី2អញ្ចឹងបងប្អូនពេលខ្ញុំដកបន្តបងប្អូនចាំត្រៀមជួយមើលបន្តបាទអញ្ចឹងអាក់គល់សមីខាងក្រោមនេះគឺមាន2បាទមាន2អាក់ខាងលើ2អាក់ក្រោម2ហើយយើងយកទៅកាត់មើលស្រួចចាប់ពវិលព្រារបស់ប៊ីស្តុងហើយដកអាក់របស់ប៊ីស្តុងចេញបាទដើម្បីយើងដកប៊ីស្តុងចេញ
ហើយបន្ទាប់មកយើងមកជាហៀងខាងស្ដាំម៉ូតូរបស់យើងដកទៅលើបូមប្រេងបាទស្ពឺបូមប្រេងបាទវាមានចូលរបស់វាពេលដាក់គឺយើងប្រយ័ត្នមែនទែនប្រយ័ត្នវាខុសចំពោះគឺវាអត់បូមប្រេងទេបាទហើយបន្ទាប់មកយើងដោះហៅថាតាក់ស៊ីបាទតាក់ស៊ីក្រោយណាបាទប្រភេទคลิกបាទអញ្ចឹងដើម្បីយើងដកចេញដើម្បីមើលកណុលរបស់វាបាទពេលខ្លះបងប្អូនខ្លះក៏ដែរបានដោះអត់បានចំណាំអាកណុលនឹងដាក់បច្រាស់ខ្ញុំឃើញដាក់បច្រាស់ច្រើនដែរបាទហើយបន្ទាប់មកយើងដកអាចទទួលកដាលដករងទទួលកដាលចេញបាទហើយបន្ទាប់មកយើងផ្លិតនសើទទួលកដាលចេញមកដើម្បីយើងចាប់ដកទទួលកដាលចេញបាទដើម្បីឲ្យងាយស្រួលក្នុងការយើងដោះបំបែកបាទហើយបន្ទាប់មកទៀតគឺយើងត្រូវការដោះប្រឡងគេហៅថាស៊ីឡាំងកដាលបាទដោះប្រឡងស៊ីឡាំងកដាលដោះនសើតប់បដាងយេនខាងក្នុងនេះបាទយើងថាកន្លែងកៅសកតកាមហ្នឹងវាមានបាទមាននសើមួយមានអាក់របស់វាអញ្ចឹងយើងដកអាក់របស់វាចេញដើម្បីដកអាកៅសកតកាមនឹងចេញដើម្បីយើងយកប្រឡោះដកច្រវាក់កាមចេញបាទបន្ទាប់មកយើងដោះទៅលើប្រឡងកាទាកដាលដែលមានប្រឡងលេខ10បាទយើងដោះប្រឡងកដាលអស់ដើម្បីយើងដកមើលយេនខាងក្នុងបានអញ្ចឹងបងប្អូនបាទប្រឡងវាវែងណាប្រភេទអូតូយើងត្រូវដកចេញមើលប្រយ័ត្នមែនទែនបាទគឺយើងត្រូវប្រយ័ត្នពេលខ្លះអាចដកមូលប្រឡងអត់អស់យើងចេះគោះធ្វើឲ្យខូចខាតទៅលើម៉ូតូរបស់យើងអញ្ចឹងពិនិត្យមើលប្រឡងឲ្យអស់មុននឹងគោះឬក៏មុននឹងចាប់លើកចេញដើម្បីមើលដៃយេនយកដៃយេនមកក្រៅណាគឺយើងត្រូវប្រយ័ត្នមែនទែនបាទហើយនេះជាសកម្មភាពដែលខ្ញុំដោះបាទយើងមិនមែនជាដោះលក្ខណៈស្តង់ដារក្រុមហ៊ុនទេបងប្អូននេះជាការងារជាស្ដែងដែលយើងធ្វើណូតូបរងៃបងប្អូនជាងគាត់ឃើញវីដេអូហ្នឹងគាត់ដឹងហើយថាការងារយើងណូតូបរងៃគឺអញ្ចឹងឯងបាទហើយបន្ទាប់មកគឺយើងដកទៅលើច្រវាក់អាកាមចេញបាទច្រវាក់អាកាមរបស់យើងដកចេញដើម្បីយើងយកកលែងដកស៊ីឡាំងកណ្ដាលចេញហើយស៊ីឡាំងកណ្ដាលរបស់វាគឺមានអាក់2បងប្អូនអាក់2អាក់វែងមែនទែន2បាទហើយសម្រាប់បងប្អូនដែលពេលប្រគំជប់វិញគឺកុំភ្លេចអាក់របស់វាគឺមាន2ត្រូវចាំហើយទៅមកយើងដកដៃយេនចេញបាទដៃយេនសនំហើយយើងគោះមើលឲ្យដឹងពីបញ្ហាថាវាខូចឬមិនខូចវាលន់ខ្លាំងលន់តិចអញ្ចឹងណាហើយទៅមកគឺយើងត្រូវបំបែកទៅលើក្បាលកីឡាស់របស់យើងបាទក្បាលកីឡាស់ហៅថាក្បាលកីឡាស់ភាសាចេះខ្ទិះហៅក្បាលគីឡាស់អញ្ចឹងនេះជាការបំបែកទៅលើក្បាលគីឡាស់បាទយ៉ាងសម្រាប់បងប្អូនដែលគាត់ចង់មើលទៅលើប្រភេទអូតូគាត់អាចមើលបានបាទហើយយើងទាក់ទងនឹងយើងដោះមួយដើម្បីឲ្យបងប្អូនគាត់បានមើលលំអិតទៅលើការបំបែកក្បាលកីឡាស់នីមួយផ្នែកនៅមានប្រឡងកន្លែងណាបាទដែលយើងត្រូវដោះឲ្យចំណាំហើយដាក់វិញឲ្យត្រូវទៅតាមដែលយើងដោះបំបែកណាបាទកុំឲ្យដាក់ច្រឡំពីខ្លះក៏ដាក់ដងរែកសកត់សប៉ាប់ហ្នឹងដាក់អាលើទៅក្រមមកលើបាទអានេះដូចខ្ញុំបញ្ជាក់ពីមុនមកអញ្ចឹងវាមានអក្សរ I អក្សរ E អញ្ចឹងណាបាទអញ្ចឹងដើម្បីយើងដោះទៅដឹងហើយចាំបានថ្ងៃក្រោយគឺស្រួលហើយទាក់ទងនឹងយើងបំបែកសប៉ាប់គឺយើងត្រូវមានផ្ដាងព្រោះយើងអត់មានឧបករណ៍ទំនើបដូចកន្លែងស្តង់ដារក្រុមហ៊ុនទេគឺយើងត្រូវប្រើតិចនិចតាមតូបអញ្ចឹងបងប្អូនងាយស្រួលព្រោះយើងអ្នកបើកតូបខ្លះក៏ថវិកាតិចអញ្ចឹងយើងត្រូវដឹងតិចនិចប្រើប្រាស់តិចនិចឲ្យបានច្រើនដើម្បីយើងងាយនឹងការជួសជុលហើយឧបករណ៍របស់យើងអត់សូវបាច់ថ្លៃទេមុំយើងជួសជុលបានប្រើបានដូចគេអញ្ចឹងបងប្អូនហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់ច្បាស់ជាមួយប្រភេទអូតូគឺអាចមើលវីដេអូលម្អិតមួយបានបងប្អូនទាក់ទងនឹងបំបែកបាទបងប្អូនមើលបាទស្រួលទេបងប្អូនស្រួលទេប្រភេទអូតូ